អាជីគឺជារឿងល្អបើបរាជ័យវាបង្រៀនឲ្យយើងចេះពីរបៀបជោគជ័យបរាជ័យអាចបង្រៀនយើងពីរបៀបយកជ័យជំនះបរាជ័យអាចបង្រៀនយើងពីរបៀបវាយយកទឹកដីមនុស្សម្នាក់បើចង់សម្រេចកិច្ចការគឺត្រូវតែហ៊ានលេងហ៊ានខ្ជិលធ្វើសង្គ្រាមក៏អញ្ចឹងបើយើងអាចទេក៏ត្រូវហ៊ានចាញ់ដែរថ្មីត្បិតតែយើងរងគ្រោះយ៉ាងខ្លាំងនៅឈើពីប៉ុន្តែមូលដ្ឋានគ្រឹះរបស់យើងគឺអត់មានប៉ះពាល់ទេទឹកដីនៅក្នុងនគរយើងត្រូវតែក្តាប់បានឈីចិនអ៊ីចិនពីងចិនជីចិនក្រុមរបស់យើងកម្លាំងទ័ពយើងប្រជារាស្ត្រនិងពន្ធអាកោគឺនៅតែលើកសុខជាតិនិងលេខ3ជាច្រើនដងរាជការនៅតែនៅសុខ